បាទសូមជម្រាបសួរនិងស្វាគមន៍មកកាន់Channel Media News បាទអឺថ្ងៃនេះខ្ញុំមានព័ត៌មានចង់ចែករំលែកដល់បងប្អូនប្រិមិត្តដែលតាមដាននៅ Channel របស់ខ្ញុំនេះអញ្ចឹងថ្ងៃនេះខ្ញុំចង់លើកតាក់ទងនឹងមានមតិជាច្រើនរបស់បងប្អូនប្រជាពលរដ្ឋខ្មែរតាក់ទងនឹងលិខិតថ្កោលទោសប្រឆាំងនឹងការឈ្លានពានរបស់យោធាថៃបាទអញ្ចឹងបងប្អូនប្រហែលជាបានឃើញហើយតាក់ទងលិខិតរបស់របបក្រុងភ្នំពេញគាត់បានចេញមកខ្ញុំក៏ចាប់អារម្មណ៍បងប្អូនមួយចំនួនក៏ចាប់អារម្មណ៍ដែរហើយមិនត្រឹមតែបងប្អូនប្រជាពលរដ្ឋទេសូម្បីតែមន្ត្រីជាន់ខ្ពស់របស់គណៈបកប្រឆាំងក៏ដូចជាបងប្អូនដែលនៅក្រៅប្រទេសដែលជាក្រុមដែលប្រឆាំងជាមួយនឹងការដឹកនាំរបស់របបក្នុងភ្នំពេញនេះក៏បានលើកឡើងថារដ្ឋាភិបាលហ្នឹងបានតែបកកែរឿងទៅអួតបានបកកែរឿងអួតនឹងអួតអីគេអួតរឿងចេញលិខិតថ្កោលទោសប្រឆាំងនឹងអំពើឈ្លានពានរបស់យោធាថៃប៉ុន្តែបងប្អូនពិចារណាមើលចេញលិខិតរហូតប៉ុន្តែទឹកដីនៅតែបាត់បង់ឥឡូវមកដល់ពេលនេះគឺតាមរបាយការណ៍ដែលយើងបានដឹងទាំងអស់គ្នាសូម្បីតែបងប្អូនប្រិមិត្តក៏បានដឹងខ្ញុំនឹងក៏ដឹងអ្នកណាក៏ដឹងដែរ45ទីតាំងប៉ុន្តែរបបដឹកនាំសប្តាហ៍ថ្ងៃនេះគាត់មិនទៅប្តឹងទៅតុលាការអន្តរជាតិទាក់ទងនឹងការឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជាទេហើយអ្វីដែលលោកហ៊ុនម៉ាណែតទៅសហរដ្ឋអាមេរិកតាក់ទងជាមួយនឹងកិច្ចប្រជុំកម្ពុជាមួយក្រោមប្រធានបទតាក់ទងជាមួយនឹងគេហៅថាការក្រុមប្រឹក្សាសន្តិភាពនោះយើងឃើញលោកហ៊ុនម៉ាណែតដូចជាមានចិត្តក្លាហានក្នុងការផ្សព្វផ្សាយព័ត៌មានតាក់ទងនឹងការដែលយោធាថៃហ្នឹងចូលមកដល់ទឹកដីកម្ពុជាហើយគាត់និយាយថាមិនបាននិយាយថាថៃឈ្លានពានទេណាគាត់ថាចូលមកយ៉ាងជ្រៅនៅក្នុងទឹកដីកម្ពុជាហើយច្រើនកន្លែងរហូតដល់បងប្អូនជនភៀសសឹកជាច្រើនអ្នកច្រើនរយម៉ឺនតែម្ដងមិនបានទៅលំនៅឋានវិញនេះជាការលើកឡើងរបស់លោកហ៊ុនម៉ាណែតហើយល្បីដល់មេដឹកនាំថៃល្បីទៅដល់ប្រទេសថៃទាំងមូលរហូតដល់មានអ្នកក្រុមគេហៅថាក្រុមអគុណសន្តិភាពនេះណាមន្ត្រីជាន់ខ្ពស់របស់គណៈបកប្រជាជនកម្ពុជាឬក៏គណៈបកកណ្ដាលអំណាចហ្នឹងគេលើកថាអ្វីដែលលោកហ៊ុនម៉ាណែតនឹងផ្ដល់ព័ត៌មានជូនទៅខាង Reuters នឹងធ្វើឲ្យដូចជាក្របបរមាណូទម្លាក់ចំទីក្រុងបាងកកខ្ញុំឮសម្ដីនេះខ្ញុំខ្មាស់គេបងប្អូនក្នុងនាមជាអ្នកគ្រប់គ្រងមួយដែលធ្វើឲ្យមហាជនទូទាំងពិភពលោកចាប់អារម្មណ៍ណាអ្វីដែលយើងឃើញគឺលោកហ៊ុនម៉ាណែតគ្មានចេតនាក្នុងការប្តឹងថៃទេប៉ុន្តែបែរជាសម្របសម្រួលជាមួយនឹងថៃជាលក្ខណៈទ្វេភាគីហើយអ្វីដែលយើងឃើញហ្នឹងគឺមានអ្នកខ្លះអួតកម្ពុជានឹងឈ្នះប៉ុន្តែឈ្នះនៅបាត់ដីហ្នឹងហើយថាថៃហ្នឹងចាញ់លើឆាកអន្តរជាតិប៉ុន្តែចាញ់គេគ្រប់គ្រងដីហ្នឹងដល់ទៅ45កន្លែង45ទីតាំងឥឡូវបងប្អូនពិចារណាបន្តិចមើលតកតងនឹងការឈ្លានពានរបស់យោធាថៃនេះគណៈនៅតាមដែនព្រំដែនត្រូវបានបាត់បង់អានេះគឺជារឿងដែលបងប្អូនប្រិមិត្តទាំងអស់កំពុងតែទស្សនានៅការ live របស់ខ្ញុំនេះឬក៏ក្នុង page របស់ខ្ញុំនេះឬក៏ក្នុង channel របស់ខ្ញុំនេះបងប្អូនអាចដឹងថាតើបងប្អូនសប្បាយចិត្តទេបងប្អូនមានដឹងថាបងប្អូនប្រជាពលរដ្ឋដែលគាត់បាត់បង់ផ្ទះបាត់បង់ដីដែលគាត់រស់នៅតាមបណ្ដោយព្រំដែនហ្នឹងគាត់ឈឺចាប់ប៉ុណ្ណាហើយទៅ
ទៅឯណាគោលនយោបាយរបស់រដ្ឋាភិបាលហ្នឹងគេទៅសង់គេហៅថាផ្ទះអចិន្ត្រៃយ៍ដើម្បីឲ្យពលរដ្ឋដែលគាត់ជនភៀសសឹកហ្នឹងដែលមិនបានត្រឡប់ទៅផ្ទះហ្នឹងឲ្យគាត់ទៅនៅបដោះអាសន្នពួកគាត់អត់សប្បាយចិត្តទេពួកគាត់មិនសប្បាយចិត្តទេអញ្ចឹងអានេះជារឿងដែលហ៊ុនម៉ាណែតត្រូវតែដោះស្រាយបញ្ហាជូនពួកគាត់ហើយសួរថាគាត់នឹងត្រេកអរសប្បាយចិត្តនឹងដីផ្ទះដែលរបបក្រុងភ្នំពេញជាពិសេសគឺថ្នាក់ដឹកនាំហ៊ុនម៉ាណែតនឹងឲ្យគាត់អត់សប្បាយទេគាត់អត់សប្បាយទេដីផ្ទះដែលគាត់បាត់បង់នឹងគាត់រចង់កន្លះជីវិតដែរបងប្អូនអ្នកខ្លះនឹងសល់ដីសល់ផ្ទះនឹងគាត់តាំងពីចាប់ដៃប្តីប្រពន្ធរស់ស៊ីទៅមិនបានផ្ទះទៅមិនបានដីនឹងហើយលុយចកាលស្ពាក់ផ្ទះខ្លះដីខ្លះហ្នឹងវាពាក់ធនាគារឡើយមិនទាន់សងរួចវាជារឿងដែលពលរដ្ឋជឿចាប់អញ្ចឹងមានន័យថាការដែលលោកហ៊ុនម៉ាណែតទៅនិយាយនៅសារព័ត៌មាន Reuters វាគ្រាន់ជាពាក្យសម្ដីលួងចិត្តស្អំពលរដ្ឋទេប៉ុន្តែស្អំមិនបានគ្រប់គ្រាន់ទេហើយបើចង់ឲ្យពលរដ្ឋគ្រប់គ្រាន់ណាស្អំឲ្យបានគ្រប់គ្រាន់ណាហ៊ុនម៉ាណែតទៅតែហ៊ានប្តឹងករណីថៃឈ្លានពាននេះទៅតុលាការអន្តរជាតិអានឹងពលរដ្ឋរៀងសប្បាយចិត្តហើយរហូតដល់មានអ្នកខ្លះបងប្អូនយើងនៅក្រៅប្រទេសមួយចំនួនក៏អបអរសាទរដែរខ្ញុំអបអរសាទរដែរបើសិនបើលោកហ៊ុនម៉ាណែតប្តឹងហើយអ្វីដែលលោកហ៊ុនម៉ាណែតប្តឹងនេះគឺជារឿងមួយដែលលោកស្រឡាញ់ទឹកដីស្រឡាញ់ប្រទេសតែបើលោកមិនប្តឹងលោកមិនស្រឡាញ់ទឹកដីទេលោកប្រហែលជានិយាយប្រាប់ព័ត៌មាន Reuters នឹងក្នុងគោលបំណងដើម្បីគេហៅថាកេងចំណេញនយោបាយជាមួយនឹងថៃក្នុងការដើម្បីឲ្យថៃនឹងចរចាជាមួយនឹងដែលតាក់ទងជាមួយនឹងដែលកម្ពុជានឹងដើម្បីពង្រឹងអំណាចរបស់លោកហ៊ុនម៉ាណែតតទៅទៀតទេអញ្ចឹងអានឹងគឺជារឿងដែលយើងទាំងអស់គ្នានឹងដឹងអញ្ចឹងបានន័យថាហ៊ុនម៉ាណែតនៅតែមានចំហមិនប្តឹងមិនប្តឹងទៅតុលាការនេះគឺជារឿងដែលយើងសោកស្ដាយណានៅក្នុងនាមជាមេដឹកនាំប្រទេសមួយដែលមិនថាមិនហ៊ានប្តឹងករណីឈ្លានពានហើយគេរំលោភបំពានប៉ុណ្្នឹងហើយនៅតែមិនប្តឹងបញ្ហាចំនួនព្រំដែនរវាងកម្ពុជានិងថៃនេះក្នុងជួររដ្ឋាភិបាលនៃរបស់លោកហ៊ុនម៉ាណែតហ្នឹងស្ទើរតែគ្រប់ក្រសួងស្ថាប័នបងប្អូនប្រហែលជាបានដឹងហើយថាអ្វីដែលខ្ញុំនិយាយនេះគឺតែទំហាក់ប្រឹងប្រែងសម្បើមណាស់ក្នុងការដែលរៀបចំលិខិតថ្កោលទោសនិងកំណត់ទូតបន្តប្រឆាំងនឹងយោធាថៃចំពោះទង្វើឈ្លានពានមកលើទឹកដីខ្មែរអញ្ចឹងបងប្អូនប្រហែលជាឃើញលិខិតថ្កោលទោសច្រើនណាស់អញ្ចឹងមានន័យថាមានគេបានប្រតិកម្មជាមួយនឹងអ្នកដែលរិះគន់នឹងការដឹកនាំរបស់លោកហ៊ុនម៉ាណែតនឹងថាចេះរដ្ឋាភិបាលគេខំប្រឹងណាខំប្រឹងអីគេបងប្អូនខំប្រឹងតាំងក្រសួងស្ថាប័នហ្នឹងគេខំប្រឹងនាំគ្នាថ្កោលទោសថៃដោយចេញលិខិតថ្កោលទោសព្រមព្រៀងគ្រប់កន្លែងទាំងអស់ប៉ុន្តែបានថ្កោលទោសហ្នឹងតើថៃហ្នឹងខ្លាចទេថៃនៅប្រើយុទ្ធសាស្ត្រមួយគឺបាត់ជបាញ់កិច្ចព្រមព្រៀងនៃបាត់ជបាញ់ហ្នឹងគឺមិនបាញ់ទេប៉ុន្តែយុទ្ធសាស្ត្រគេគឺគេយកបលាលុះមកដាក់បន្ទាប់មកគេយកកុងតឺន័រទៅគេពាត់យកដីគេធ្វើលេនឋាននៅដីរបស់យើងគេឈូសឆាយផ្ទះរបស់យើងគេបំផ្លាញនៅសម្បត្តិរបស់ប្រជាពលរដ្ឋរបស់យើងដែលជាផ្ទះដែលប្រជាពលរដ្ឋរបស់យើងពីមុននឹងគាត់នេះណាដល់ពេលដែលថៃគ្រប់គ្រងគឺបំផ្លាញគ្រប់ទីអស់ហើយអញ្ចឹងបងប្អូនប្រហែលជាឃើញព័ត៌មានដែលយើងឃើញហើយកុំឲ្យថារឿងនេះមិនមែនជារឿងពិតទេថាថៃមិនមែនបានឈ្លានពានណាមិនឈ្លានពានយ៉ាងម៉េចអញ្ចឹងអានេះជូនដំណឹងទៅដល់អ្នកបងប្អូនដែលគ្រប់គ្រងរដ្ឋាភិបាលក្រុងភ្នំពេញហ្នឹងឲ្យមើលបើកភ្នែកមើលផងថាអ្វីដែលយើងលើកឡើងនេះគឺជារឿងពិតមួយទៀតអ្វីដែលយើងចង់លើកហ្នឹងតកតងជាមួយនឹងការចេញលិខិតថ្កោលទោសពីគ្រប់ក្រសួងស្ថាប័នរបស់មន្ត្រីលោកហ៊ុនម៉ាណែតហ្នឹងយើងគ្រាន់តែលើកឡើងថាវាគ្រាន់តែជាការស្អំចិត្តពលរដ្ឋតែប៉ុណ្្នឹងទេ
ប៉ុន្តែដីនៅរបស់គេដីនៅតែថៃគ្រប់គ្រងទៅដែរហើយចេញលិខិតអត់មានគេហៅថាគ្រាន់តែដូចគ្រាន់តែกระดาษមួយសន្លឹកដើម្បីឲ្យប្រជាពលរដ្ឋគេដឹងថារដ្ឋាភិបាលក្រុងភ្នំពេញនេះដែលមានលោកហ៊ុនម៉ាណែតដឹកនាំនេះគេថាគេឈឺឆ្អាលគេខ្វល់ខ្វាយអំពីទឹកដីរបស់គេណាគេនាំគ្នាចេញលិខិតកលទោសណែប៉ុន្តែអាការឈ្លានពានចេះតែរំកិលមកចូលគ្រប់កន្លែងទាំងអស់តាំងពីគ្រប់គ្រងតំបន់បានតិចឥឡូវបានច្រើនរហូតដល់45កន្លែងទីតាំងអញ្ចឹងប្រជាពលរដ្ឋមួយចំនួនដែលគាត់នៅតាមបណ្ដោយព្រំដែនហើយគាត់អ្នករងគ្រោះដោយការបាត់បង់ផ្ទះបាត់បង់ដីហ្នឹងគាត់មិនរំពឹងថាហ៊ុនម៉ាណែតនឹងទាមទារដីដែលបាននឹងត្រឡប់មកវិញទេព្រោះផ្ទះគេឈូសឆាយខ្ទេចអស់ហ្នឹងបងប្អូនគេឈូសខ្ទេចអស់លលីងហ្នឹងឥឡូវទៅឲ្យហ៊ុនម៉ាណែតនឹងសងយ៉ាងម៉េចឥឡូវបើថៃអ្នកបំផ្លាញហើយបើមិនតដៃមកគេហងហើយប្រជាពលរដ្ឋគ្រាន់តែតវ៉ាតអីហ្នឹងអភិបាលខេត្តដែលនៅជាប់ព្រំដែនហ្នឹងគេគម្រាមកំហែងគេមិនអោយយើងនឹងទៅតវ៉ាប្រឆាំងហើយរហូតដល់គេនិយាយថាណែនាំពលរដ្ឋហ្នឹងមិនអោយតវ៉ាទេឲ្យដកថយដើម្បីចំណេញផ្នែកការទូតទេណាឥឡូវបងប្អូនពិចារណាមើលអាហ្នឹងគឺរឿងមិនសមហេតុផលសោះផ្ទះរបស់យើងដីរបស់យើងទៅជាឲ្យគេមករុះរើខ្ទេចខ្ទីអស់ហើយគេដុតបំផ្លាញខ្ទេចខ្ទីឈូសឆាយតិចទីទាំងអស់ហើយនៅតែអត់មានប្រតិកម្មអីអត់មានតបតងមួយគេប្រជាពលរដ្ឋតការពារហាមប្រជាពលរដ្ឋទៀតអានេះវាជារឿងដែលអយុត្តិធម៌សម្រាប់ពលរដ្ឋខ្មែរដែលមានមេដឹកនាំមិនគិតគូរអំពីពលរដ្ឋខ្លួនឯងហើយមិនខលខ្វាយអំពីពលរដ្ឋខ្លួនឯងបែរជាទៅប្រើយុទ្ធសាស្ត្រការទូតឲ្យសត្រូវចូលមកលើទឹកដីរបស់យើងវិញបាទអានេះវាជារឿងបងប្អូនមួយចំនួនបងប្អូនអាចដឹងហើយមួយទៀតអ្វីដែលជាការលើកឡើងយើងគិតថាលោកហ៊ុនម៉ាណែតហ្នឹងនៅតែមានចេតនាក្នុងការចរចាទ្វេភាគីបងប្អូនហើយចរចាទ្វេភាគីជាមួយនឹងថៃនេះទោះបី1000ឆ្នាំទៀតក៏ដោះស្រាយបានដែរព្រោះយើងដឹងហើយនៅប្រទេសថៃអ្នកនយោបាយក៏ដូចជាមេដឹកនាំរបស់ថៃទាំងអស់គេរួមគ្នាណាបងប្អូនគេមិនបែកបាក់ដូចយើងឯណាអ្នកដែលគេឈ្លានពានមិនទៅរករឿងអ្នកឈ្លានពានទេវាទៅរករឿងខ្មែរគ្នាឯងដែលខំប្រឹងទាមទារតវ៉ាជាមួយនឹងថៃក្នុងការដែលឲ្យថៃនឹងសងសំណងឥឡូវបងប្អូនមើលជាក់ស្ដែងរដ្ឋាភិបាល23ដុល្លារដែលដឹកនាំដោយលោកស៊ិនសំរងស៊ីគាត់មានក្រុមការងារគាត់ទាំងរកឯកសាររកមេធាវីដើម្បីបណ្ដឹងថៃនឹងតាក់ទងនឹងការខូចខាតឲ្យថៃនឹងសងសំណងទៅលើការខូចខាតរបស់កម្ពុជាដែលថៃឈ្លានពានហើយគាត់និយាយថាថៃឈ្លានពានតែហ៊ុនម៉ាណែតមិនហ៊ានហ្មងហើយវាទៅរករឿងអ្នកប្រឆាំងរករឿងអត់ត្រូវខឹងគោទៅវាយអាទាបងប្អូនខឹងគោទៅវាយអាទាអញ្ចឹងមានន័យថាលិខិតកលទោសសំខាន់បំផុតគឺលិខិតកលទោសដែលលោកហ៊ុនម៉ាណែតធ្វើអូខេត្រឹមត្រូវខ្ញុំគាំទ្រលិខិតកលទោសប៉ុន្តែតកតងជាមួយនឹងការប្តឹងជំរុញឲ្យមានការប្តឹងទៅតុលាការអន្តរជាតិរឹតតែជារឿងប្រសើរបំផុតមួយទៀតតកតងនឹងហ៊ាននិយាយថាថៃឈ្លានពានកម្ពុជាហើយនឹងឲ្យបណ្ដាញសារព័ត៌មាន Reuters ក៏ដូចជាបណ្ដាព័ត៌មានជាតិនិងអន្តរជាតិទាំងអស់នាំគ្នានិយាយអំពីការឈ្លានពានរបស់ថៃនឹងទាំងអស់គ្នានៅពេលហ្នឹងគឺអន្តរជាតិប្រហែលជាអាចចាប់អារម្មណ៍អ្វីដែលលោកហ៊ុនម៉ាណែតនិយាយនៅសារព័ត៌មាន Reuters នេះគឺជារឿងដែលល្អប៉ុន្តែសូមឲ្យលោកហ៊ុនម៉ាណែតនឹងលើកពាក្យថាថៃឈ្លានពានរួចហើយនឹងប្តឹងថៃទៅតុលាការអន្តរជាតិទាក់ទងនឹងការឈ្លានពានរបស់ថៃមកលើកម្ពុជាខ្ញុំបងប្អូនខ្មែរនៅក្រៅប្រទេសសូមអបអរសាទរនិងគាំទ្រការលើកឡើងអ្វីដែលខ្ញុំនិយាយទាំងអស់នេះបើសិនជាលោកហ៊ុនម៉ាណែតធ្វើតាមខ្ញុំគាំទ្រអញ្ចឹងតកតងជាមួយនឹងការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងតុលាការព្រហ្មទណ្ឌអន្តរជាតិ
មានន័យថា ICJ និង ICC នេះទើបមានប្រសិទ្ធភាពហើយថៃខ្លាចព្រោះថៃខ្លាចណាមិនបានថៃខ្លាចបងប្អូននៅពេលដែលហ៊ុនម៉ាណែតនិយាយបន្តិចហ្នឹងខ្ញុំមិនអួតសរសើរហ៊ុនម៉ាណែតទេប៉ុន្តែនៅពេលដែលថៃនិយាយនៅពេលដែលហ៊ុនម៉ាណែតចាប់ដើមនិយាយនៅតកតងជាមួយនឹងថាយោធាថៃនឹងបានចូលមកគ្រប់គ្រងនៅចូលជ្រៅចូលដីកម្ពុជាហ្នឹងណាគឺមានប្រតិកម្មពីថៃចំណុចមួយនេះយើងគិតថាថៃគាត់មានប្រតិកម្មចឹងការប្រតិកម្មរបស់ថៃនេះយើងគិតថាគឺជាពាក្យពេចន៍ដែលហ៊ុនម៉ាណែតនិយាយហ្នឹងធ្វើឲ្យថៃភ័យធ្វើឲ្យថៃភ័យអញ្ចឹងមានន័យថាខ្ញុំមិនមែនថាមិនគ្រប់គ្រងហ៊ុនម៉ាណែតទេប៉ុន្តែគ្រាន់តែសម្ដីរបស់ហ៊ុនម៉ាណែតធ្វើឲ្យថៃភ័យបន្តិចបន្តួចដែរប៉ុន្តែចេតនារបស់ថៃនៅតែឆ្លៀនពៀនអញ្ចឹងដោយគេទៅប្រាប់អន្តរជាតិថាតកតងនឹងការដែលគេបង្កជាសង្គ្រាមតាមព្រំដែនហ្នឹងគឺគោលបំណងដើម្បីបង្ក្រាបពួកឧក្រិដ្ឋកម្មតាមប្រព័ន្ធអនឡាញជាលេសមួយបងប្អូនលេសមិនសមហេតុសមផលប៉ុន្តែអ្វីដែលយើងឃើញបងប្អូនក៏អាចจะសន្និដ្ឋានបានដូចខ្ញុំដែរពួកក្រុមអនឡាញណានៅកន្លែងស្ពានតម្លាក់ស្ពានសាលារៀនវត្តអារាមអីទាំងអស់កំតិចទាំងអស់ហ្នឹងអាហ្នឹងឯងគឺជារឿងដែលមិនសមហេតុសមផលទេចឹងអានេះគឺជាអ្វីដែលបងប្អូនអ្នកកំពុងទៅទស្សនាបងប្អូនអាចវិនិច្ឆ័យមើលថាតើការនិយាយរបស់ថៃហ្នឹងគាត់និយាយពិតជាត្រឹមត្រូវដែរទេមួយទៀតអ្វីដែលយើងគិតថាបញ្ហាប្តឹងនោះជារឿងដែលសំខាន់ហើយប៉ុន្តែលើសពីប្តឹងនឹងទៀតអ្វីដែលសំខាន់ជាងគេគឺអីគេបងប្អូនគឺការស្នើទៅសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបញ្ហាកម្ពុជាឲ្យកោះប្រជុំមិនទាន់ករណីថៃឈ្លានពាននេះមកលើដែនទឹកដីរបស់កម្ពុជាយើងដឹងហើយថៃក៏ជាម្ចាស់ហត្ថលេខាមួយដែរនៃកិច្ចព្រមព្រៀងសន្តិភាពនេះអញ្ចឹងថៃក៏គាត់ដឹងដែរតើតើនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះអញ្ចឹងយើងទាំងអស់គ្នាមើលឃើញថាប្រសិនបើយក$23យកមកទៀតរឹតតែមានប្រសិទ្ធភាពឡើងហើយបូករួមទាំងការប្តឹងទៅតុលាការអន្តរជាតិតុលាការព្រហ្មទណ្ឌយុត្តិធម៌អន្តរជាតិទាំង ICJ ទាំង ICC ទាំង$23ហើយនឹងលិខិតកលទោសរបស់រដ្ឋាភិបាលក្រុងភ្នំពេញយ៉ាងទៀតរឹតតែប្រសើរสนมโปយើងអបអរសាទរចំពោះហ៊ុនម៉ាណែតដែលធ្វើរឿងទាំងអស់នេះដើម្បីគេហៅថាដើម្បីការពារនៅមរណភាពទឹកដីដែលថៃឈ្លានពានមកលើកម្ពុជាអញ្ចឹងបងប្អូនប្រិយមិត្តដែលកំពុងទស្សនាបងប្អូនក៏មានមតិនឹងយល់ដូចខ្ញុំដែរខ្ញុំគិតថាបើសិនជាក្នុងករណីការធ្វើបែបនេះធ្វើឲ្យកម្ពុជានឹងបានប្រយោជន៍ហើយក៏អាចថានឹងមានការគេហៅថាកាត់នៅការឈ្លានពានរបស់ថៃនឹងបន្តទៀតវាជារឿងដែលពួកថៃមិនខ្លាចទេបងប្អូនមិនខ្លាចនៅពេលដែលយើងប្តឹងផ្ដាល់ឲ្យវិញគិតថាវាមានប្រតិកម្មខ្លះប៉ុន្តែអ្វីដែលខ្ញុំមើលឃើញមួយទៀតថៃដែលឈ្លានពានមកលើកម្ពុជានេះវាជាទង្វើមួយខុសនឹងច្បាប់ហើយប៉ុន្តែកម្ពុជាហាក់បីដូចជាការពារនៅទង្វើខុសច្បាប់របស់ថៃកាលណាបើយើងមិនប្តឹងគឺហាក់បីដូចជាការពារហើយក្នុងន័យនេះបើសិនជាលោកហ៊ុនម៉ាណែតមិនប្តឹងហើយបន្តលាក់បាំងការឈ្លានពានរបស់ថៃនេះពលរដ្ឋខ្មែរទូទាំងប្រទេសស្គាល់ទោសលោកហ៊ុនម៉ាណែតអញ្ចឹងយូរនឹងឆាប់នឹងចោទលោកជាមនុស្សគេហៅថាសហការជាមួយថៃក្នុងការកាត់ដីដូរអំណាចអីឬក៏កាត់ដីដើម្បីសន្តិភាពអីគឺត្រូវតែមានពលលោកលាក់បាំងការឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជាអញ្ចឹងបញ្ហាចំនួននេះ
លោកដោះស្រាយដោយសន្តិវិធីប៉ុន្តែដោះស្រាយដោយបាត់ដីហើយបានសន្តិភាពហើយលោកបានអំណាចទៀតហើយនៅប្រជាពិធដ្ឋជាមួយនៅប្រជាពលរដ្ឋខ្មែរហ្នឹងដោយសាររដ្ឋាភិបាលហ្នឹងបានខ្នះខ្នែងក្នុងការផ្សះផ្សាដើម្បីរកសន្តិភាពជូនប្រជាពលរដ្ឋតែបាត់ដីតិចតួចអត់ទេអត់មានមកនិយាយចឹងទេមិនប្តឹងថៃទៅតុលាការអន្តរជាតិមានន័យថាចង់ការពារនៅអង្គើខុសច្បាប់របស់ថៃអញ្ចឹងមានន័យថាលោកគឺរួមកំដិតជាមួយនឹងថៃដើម្បីធ្វើឲ្យកម្ពុជាបាត់ដីអញ្ចឹងច្បាប់មួយដែលត្រូវដកនោះគឺដកសេចជាតិត្រូវដកសេចជាតិលោកហ៊ុនម៉ាណែតមុនគេព្រោះលោកសហការជាមួយថៃក្នុងការដែលបំផ្លាញខ្មែរច្បាប់នេះគេចែកមកអញ្ចឹង100%លោកត្រូវតាទទួលខុសត្រូវតាក់ទងនឹងការបាត់ដីនេះអញ្ចឹងខ្ញុំមានប៉ុណ្ណេះហើយបើសិនជាក្នុងករណីលោកហ៊ុនម៉ាណែតនៅតែលាក់បាំងការឈ្លានពានរបស់ថៃហើយនៅតែទាមទារការចរចាទ្វេភាគីហើយដើម្បីបាត់ដីតិចតួចដើម្បីស្ងប់ស្ងាត់ដើម្បីសន្តិភាពនិងមិនមានបង្កសង្គ្រាមលោកហ៊ុនម៉ាណែតគឺជាជនបទជាតិហើយត្រូវច្បាប់រដ្ឋធម្មនុញ្ញត្រូវប្រកាសដកសេចក្ដីលោកហ៊ុនម៉ាណែតបាទសូមអរគុណបងប្អូនហើយបើបងប្អូនមានមតិចូលរួមសូមចូល comment នៅក្នុងខាងក្រៅមកហើយបងប្អូនជួយ subscribe តាក់ទងនឹង channel របស់ខ្ញុំមុំអ្នកមួយផងគឺ Media Share New បាទសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ